ប្រាប់បងប្អូនរបៀបបពាក់ជើងសំណាញ់អញ្ចឹងខ្ញុំសំណាញ់ខ្ញុំកាឡា5បងប្អូនឥឡូវបំពាក់ទៅបានប្រហែលកាឡាទេឥឡូវនេះខ្ញុំមកធ្វើការបំពាក់ឲ្យបងប្អូនមើលតែគេបំពាក់លើខ្ញុំបំពាក់យឺតដែរចាប់វាចេះមកយើងដូចចាក់សំណាញ់ដែរតាពាក់ជើងចេះមកយឺតវាតិចមកយើងក្បាលរុយស្មើគ្នាយើងឆ្ងាយមើលមិនច្បាស់តែអាចស្មានតាមហ្នឹងបងប្អូនដូចដំបូងយើងប្រើខ្នាតណាបងប្អូនចោះមកយើងចាប់ផ្ដើមចាប់ដំបូងយើងត្រូវតែមានខ្នាតដើម្បីឲ្យកម្លាំងវាស្មើគ្នាស្មើណាលើអញ្ចឹងខ្ញុំចង្វាក់នេះខ្ញុំចូល5ក្នុង1 2 3 4 5ហើយយើងមកចាប់អា6នេះមកចាប់អា6បងប្អូន1 2 3 4 5អញ្ចឹងយើងចាប់អា6នេះដើម្បីងាយស្រួលយើងចង់ប្រយុងបងប្អូនចង់អញ្ចឹងដល់យើងចង់ប្រយុងទៅកដាល5ហ្នឹងយើងយកអាចចង្វាក់កដាលហ្នឹងដើម្បីបំពាក់អំបោះទៅចងនឹងស្កានដើមវីដេអូក្រោយៗខ្ញុំនឹងប្រាប់របៀបបដោះស្កានដើមយើងដាក់ចេះមកដាក់ចង្វាក់2ចេះឲ្យវាស្មើគ្នាបងប្អូនដាក់ឲ្យវាស្មើគ្នាហើយបានយើងចងមកឆ្វាក់ចេះមកហើយនេះមានអីហើយយើងចាក់មកលើចេះមកនេះដាក់ឲ្យក្បាលរុយស្មើគ្នាចេះមកនេះក្បាលរុយស្មើគ្នាចេះហើយយើងចាប់ច្បិចវាបន្តិចមកចាក់វាមួយចេះមកហើយយើងវះពោះកដាលវាមួយមកជុំកន្លះខ្ញុំប្រើមកជុំកន្លះដើម្បីឲ្យវាជាប់តែអំបោះសាច់លឿននេះអំបោះលេខ3ដល់បំពាក់ជើងនេះអំបោះលេខ5ដើម្បីឲ្យចង្វាក់យើងវានេះចងជាមួយចង្វាក់នេះបានស្អាតវីដេអូមានតែប៉ុណ្ណឹងបងប្អូន